bạn cột chụp số bom bom bạch chi cả score bà tất cả cái bạn bàថ្ងៃនេះខ្ញុំចង់មកស្រាវជ្រាវទៅលើបងប្រុសម្នាក់ដែលគាត់បានខមមិននៅក្នុង YouTube Channel របស់ខ្ញុំហ្នឹងដែលគាត់បានខមមិនថាជ្រូកខ្ញុំផើមិនស៊ីបាយបាទគាត់បានខមមិនអញ្ចឹងហើយបងប្រុសដែលគាត់មានគណនី YouTube របស់គាត់ហ្នឹងមានឈ្មោះថាពូហ្វីបាទ7297អញ្ចឹងបើសិនបងប្រុសបានឃើញនៃការឆ្លើយតបរបស់ខ្ញុំបាទកុំពេចខមមិនឬក៏សាកសួរដើម្បីលោតនៅក្នុង comment នៅក្នុងវីដេអូនេះផងបងប្រុសណាបាទអញ្ចឹងសម្រាប់ការឆ្លើយតបរបស់ខ្ញុំបាទទៅលើមេជ្រូកផើបែបហ្នឹងបាទគឺយើងប្រើប្រាស់ថ្នាំមានការប្រុងប្រយ័ត្នមែនទែនបាទហើយដែលយើងប្រើប្រាស់ថ្នាំកុំឲ្យវាប៉ះពាល់ទៅលើកូននៅក្នុងពោះរបស់វាណាបងប្អូនណាបាទអញ្ចឹងសម្រាប់ការប្រើប្រាស់ថ្នាំនេះគឺខ្ញុំនឹងប្រាប់បងប្អូនបន្តិចទៀតនេះអំពីការប្រើប្រាស់ថ្នាំអ្វីបាទមានថ្នាំពីរប្រភេទដែលខ្ញុំនឹងចែករំលែកទៅបងប្អូនដែលយើងចាក់ទៅលើមេជ្រូកផើមដែលវាមិនស៊ីបាយហ្នឹងតើដែលថ្នាំហ្នឹងវាមិនប៉ះពាល់ទៅលើមេជ្រូកផើមឬក៏មិនប៉ះពាល់ទៅលើកូននៅក្នុងផ្ទៃរបស់វាទេបងប្អូនណាបាទសម្រាប់ថ្នាំដែលខ្ញុំលើកយកមកដើម្បីបង្ហាញបងប្អូននៅក្នុងការចាក់ព្យាបាលទៅលើមេជ្រូកផើមដែលមានបញ្ហាមិនស៊ីបាយមិនស៊ីចំណីហ្នឹងគឺមានពីរនេះបងប្អូនណាបាទនេះគឺជាប្រភេទបាទគេហៅថាសេទ្រីហើយនេះមួយទៀតគឺជាប្រភេទប៉ង់ស្ត្រឹបអញ្ចឹងពីរនេះបងប្អូនរើសយកមួយណាក៏បានដែរបងប្អូនយកប៉ង់ស្ត្រឹបនេះទៅប្រើក៏បានហើយបងប្អូនយកសេទ្រីនេះទៅប្រើក៏បានអញ្ចឹងយកមួយអត់មួយបងប្អូនណាហើយបើសិនជាបងប្អូនយកជាប្រភេទសេទ្រីនេះបងប្អូនបាទយើងចាក់អានេះមួយទៀតហើយនឹងអានេះមួយទៀតបងប្អូនណាបាទវាមានប៉ារ៉ាហើយនឹងកាល់ស្យូមពីរនេះដើម្បីចាក់ទៅលើមេជ្រូកផើមរបស់យើងដែលវាមិនស៊ីបាយមិនស៊ីចំណីហ្នឹងហើយអានេះជាប្រភេទថ្នាំត្រជាក់អញ្ចឹងបងប្អូនដែលប្រើថ្នាំត្រជាក់កុំប្រើអាណាឌិចសាបងប្អូនណាវាអាចប៉ះពាល់ដល់កូនធ្វើឲ្យលូតកូនហើយប្រភេទកាល់ស្យូមបេតា2នេះវាជាប្រភេទថ្នាំជំនួយអាចថាជាឆ្នាំជំនួយគួរវាបងប្អូនណាព្រោះអីមេជ្រូកផើមគឺវាបាត់បង់កាល់ស្យូមហើយពេលដែលវាផើមគឺវាកំហាប់ឆ្អឹងរបស់វាមិនសូវល្អទេអញ្ចឹងយើងបើជាប្រភេទកាល់ស្យូមនេះល្អហើយនៅពេលដែលជ្រូកកើតកូនមកក៏វាសម្បូរទឹកដោះដែរបងប្អូនណាជាប្រភេទកាល់ស្យូមបេតា2នេះអញ្ចឹងគឺយើងប្រើប៉ុណ្្នឹងបាទអញ្ចឹងបើសិនជាបងប្អូនអត់ប្រើសេទ្រីនេះទេបងប្អូនអាចប្រើជាប្រភេទប៉ង់ស្រាប់នេះវិញបងប្អូនណាបាទយើងប្រើអញ្ចឹងបាទហើយប្រភេទថ្នាំទាំងអស់នេះគឺងាយស្រួលនៅក្នុងការរកទិញនៅលើទីផ្សារប៉ុន្តែបើសិនជាបងប្អូនគិតថាពិបាកក្នុងការរកទិញនៅលើទីផ្សារបងប្អូនអាចកំងទិញពីខ្ញុំបានណាបងប្អូនណាហើយបើបងប្អូនចង់ស្រួលមិនចង់ឲ្យពិបាកបងប្អូនអាចកំងពីខ្ញុំទៅក៏បានដែរបាទហើយខ្ញុំចង់ឲ្យបងប្អូនឆាតមកខ្ញុំតាម Telegram បងប្អូនណាបាទ Telegram របស់ខ្ញុំគឺមានលេខ097 937 17 ហើយមួយខ្សែទៀតដែលមាន087 400 616ឬមិនចឹងបងប្អូនអាចឆាតមកខ្ញុំតាម Facebook ក៏បានដែរដែលមានឈ្មោះថាច័ន្ទលីពេទ្យសត្វណាបងប្អូនណាបាទពីព្រោះអីខ្ញុំចង់ឲ្យបងប្អូនឆាតមកអញ្ចឹងបើសិនជាយើង call មកយើងបានទៅសួរនាំទេប៉ុន្តែបើសិនជាបងប្អូនអាចឆាតមកតាម Telegram ឬក៏ឆាតមកតាម Facebook គឺបងប្អូនអាចផ្ញើជារូបភាពសត្វបងប្អូនមានបញ្ហាអីផ្ញើជាវីដេអូសត្វបងប្អូនមានបញ្ហាអីហើយខ្ញុំផ្ញើថ្នាំបងប្អូនទៅក៏យើងមានជារូបភាពឬក៏វាងាយស្រួលបងប្អូនណាងាយស្រួលតាក់ទងជាងណាគឺយើងតាក់ទងតាម Telegram ឬ Facebook ហ្នឹងគឺវាងាយស្រួលជាងបងប្អូនណាបាទអានេះគឺយើងផ្ដល់ភាពងាយស្រួលសម្រាប់បងប្អូនដែលគាត់ថាអូយើងមិនចង់ទិញអ្នកផ្សេងនេះចង់ទិញពីខ្ញុំអាចធ្វើការបញ្ជាទិញតាមខ្ញុំបានបាទហើយបើសិនជាបងប្អូនអាចទិញអ្នកផ្សេងហើយនៅក្បែរផ្ទះបងប្អូនហ្នឹងមានពេទ្យសត្វមានអីដែរអញ្ចឹងយើងអាចបាទយើងមានជារូបភាពនេះបងប្អូនណាអាចកំងទិញនៅផ្ទះចិត្តបងប្អូនហ្នឹងក៏បានដែរអត់ជាបញ្ហាបងប្អូនណាយើងបើកទូលាយទាំងអស់គ្នាបាទតែបើសិនបងប្អូនទាំងចង់ support បាទចង់ជួយដល់ខ្ញុំដែរបាទអញ្ចឹងយើងអាចធ្វើការកំងពីខ្ញុំបានតែគ្រាន់តែយើងអស់សេវាពេលនេះទៅបាទវគ្គបន្ថែមទៅអាចអស់10000ហ្នឹងទៅបាទហើយបើសិនជាបងប្អូនដាក់តាម GNT អស់តាមរៀលកន្លះទេបងប្អូនណាបាទអញ្ចឹងបើសិនជាបងប្អូនមានចង្អល់អីបន្ថែមទៀតបងប្អូនមិនថាទៅលើបញ្ហាសត្វអីទេបងប្អូនអាចពិភាក្សាជាមួយខ្ញុំបានបាទយើងដឹងខ្ញុំនឹងឆ្លើយប្រាប់បងប្អូនបើសិនជាខ្ញុំមិនដឹងទេគឺខ្ញុំនឹងរិះរន់នៅវិទ្យុបាយឬក៏ស្រាវជ្រាវបន្ថែមទៀតដើម្បី
អភិវឌ្ឍខ្លួនឯងបន្តទៅមុខទៀតដើម្បីឲ្យវិស័យពេទ្យសត្វរបស់ខ្ញុំបាទកាន់តែរីកចម្រើនហើយយើងដឹងពីសត្វកាន់តែច្រើនជាងនេះពីព្រោះអីតែបើតែជាពេទ្យសត្វទេប៉ុន្តែយើងមិនអាចនិយាយបានថាយើងចេះទាំងអស់ស្គាល់គ្រប់ជំងឺព្យាបាលបានគ្រប់ជំងឺបានទេបងប្អូនណាក៏ខ្ញុំនៅមានកម្រិតដែរប៉ុន្តែអ្វីដែលខ្ញុំចេះអ្វីដែលខ្ញុំដឹងខ្ញុំនឹងចែករំលែកជូនបងប្អូនមិនកំណាញ់ទេបងប្អូនណាយើងសុទ្ធតែជាខ្មែរដូចគ្នាអញ្ចឹងយើងចែករំលែកបានគឺយើងចែករំលែកបងប្អូនណាបាទអញ្ចឹងបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះបងប្អូនកុំភ្លេចជួយចុច like subscribe នៅ channel របស់ខ្ញុំផងបាទដើម្បីទទួលបានវីដេអូថ្មីបន្តទៀតបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺខ្ញុំមានតែប៉ុណ្្នឹងទេបាទអញ្ចឹងយើងចាំជួបគ្នានៅវីដេអូបន្តទៀតបងប្អូនណាបាទអរគុណច្រើនបងប្អូន